បងប្អូនទាំងអស់គ្នាធ្លាប់តែឆ្ងល់ឬទេថាទូរស័ព្ទឬមួយក៏ឧបករណ៍អេឡិចត្រូនិកដែលយើងប្រើប្រាស់សពថ្ងៃនេះមានជាតិវិទ្យុសកម្មនិងប៉ះពាល់ដល់សុខភាពកម្រិតណាវីដេអូនេះខ្ញុំនឹងបកស្រាយប្រាប់បងប្អូនឲ្យអស់ចម្ងល់ជាដំបូងបងប្អូនត្រូវដឹងថាទូរស័ព្ទឬមួយក៏ឧបករណ៍អេឡិចត្រូនិកមានដូចជា Wi-Fi សេវាអ៊ីនធឺណិតឬបណ្ដាញតាក់ទងសង្គមទាំងអស់ដែលមិនប្រើខ្សែគឺសុទ្ធសឹងតែប្រើរលកវិទ្យុ Radio Wave ដែលយើងស្គាល់ថាជារលកអេឡិចត្រូម៉ាញ៉េទិកមានថាមពលទាបសម្រាប់ប្រើប្រាស់បញ្ជូនសំឡេង Bluetooth ក៏ដូចជាសេវា 4G អ៊ីនធឺណិតជាដើមហើយរលកវិទ្យុទាំងអស់នេះគឺវាខុសគ្នាផ្ទុយស្រឡះពីជាតិវិទ្យុសកម្មចំណុចត្រង់នេះខ្ញុំចង់បញ្ជាក់បងប្អូនថារលកវិទ្យុដែលប្រើប្រាស់នៅក្នុងទូរស័ព្ទខុសពីជាតិវិទ្យុសកម្មដែលបង្កដោយគ្រាប់បែកនុយក្លេអ៊ែរវាមិនមានផលប៉ះពាល់ដល់សុខភាពទេវាគ្រាន់តែជារលកអគ្គិសនីដែលមានថាមពលទាបតែប៉ុណ្ណោះអាស្រ័យហេតុនេះហើយសូមបងប្អូនឈប់ភ័ន្តច្រឡំរវាងរលកវិទ្យុនិងជាតិវិទ្យុសកម្មជាតិវិទ្យុសកម្មដែលបង្កគ្រោះថ្នាក់ដល់ជីវិតគឺមានតែប្រតិកម្មនុយក្លេអ៊ែរនិងការផ្ទុះគ្រាប់បែកអាតូមិកតែប៉ុណ្ណោះ